ប្រធាននាយកដ្ឋានសិល្បៈរបស់សៀមគេចេញមករៀបរាប់ថាកូនក៏មានការព្រួយបារម្ភប្រសាទតាក្របីគឺជួសជុលបាន100%គេប្រកាសក្រោយពីយោធាសៀមបោកប្រាស់កុហករាជរបស់ខ្លួនគេថាកាន់កាប់ប្រាសាទតាក្របីបានហ្នឹងហើយមិនបាច់អស់ទេបងប្អូនតាំង page ព័ត៌មានតាំងអ្នកធ្វើ content ទាំងប្រជាពលរដ្ឋអូគេសាទរគេបានប្រាសាទតាក្របីคล้ายៗតាមរយៈយោធាបោកប្រាស់ហ្នឹងណាយោធាបងប្អូនអ្នកដែលគាត់ធ្លាប់បានមើលវីដេអូបានដឹងវីដេអូដែលយោធាសៀមប្រឡែងមកទៅលើការវាយប្រហារតំបន់មួយចំនួនរបស់កម្ពុជាក្នុងនោះមានដូចជាស្ពានមេទឹកតំបន់កាស៊ីណូអីបងចង់និយាយតែពីរហ្នឹងឯងវីដេអូដែលវាប្រឡែងមកគឺវាប្រឡែងទាំងស្រុងណាឃើញអំពីភាពច្បាស់លាស់នៃស្ពានឬក៏កាស៊ីណូអីចឹងទៅណាដែលបញ្ជាក់ថាវាពិតប្រាកដហើយនេះយោធាសៀមបានវាយប្រហារកំទេចកន្លែងហ្នឹងអីចឹងទៅតែចំពោះវីដេអូប្រាសាទតាក្របីគឺវាស៊ូមឡើងទូចរបៀបលក្ខណៈថាវាមានភិរុតណាបងប្អូនថាវាមិនមែនជាទីតាំងពិតណាហើយពលរដ្ឋវានឹងចេះតែជឿហើយវាអត់មានចេះធៀបចេះមើលចេះសង្កេតអីទេហើយប្រាសាទតាក្របីនៅក្នុងវីដេអូក៏ដូចជាក្នុងរូបភាពដែលយោធាសៀមបង្ហោះនេះវាមិនមែនជាប្រាសាទតាក្របីពិតប្រាកដអីផងហ្នឹងក៏វាចេះតែជឿវាចេះតែអអចឹងទៅហើយលោកអ៊ំហ្នឹងក៏គាត់ចេញមកបញ្ជាក់ថាកំភៃកូនណាប្រាសាទខូចអស់កម្រិតហ្នឹងក៏ធ្វើបានដែរកូនขอเรียนดังนี้ว่าหากแม้นกรมศิลปากรได้มีโอกาสซ่อมปราสาทตาควายหรือจัดปราสาทหลังใดก็แล้วแต่ที่เป็นของไทยเราสามารถที่จะบูรณะกลับคืนมาได้อย่างแน่นอนที่สุดโดยสิ่งที่ច្បាស់លាស់ 100% គឺដឹងថាអាចធ្វើឲ្យវាស្អាតមកវិញបានណាកូនកុំបារម្ភព្រោះគេមានបទពិសោធន៍ក្នុងការរៀបចំផ្គុំប្រាសាទអីផ្សេងដែលសៀមវាមានហ្នឹងណាអញ្ចឹងប្រាសាទតាក្របីនេះគឺគេជឿជាក់ 100% ក្នុងសម័យបច្ចេកវិទ្យាទំនើបនេះគឺអាចធ្វើឲ្យវាបានស្អាតដូចដើមវិញហ្នឹងហើយបបកែម្លឹងមិនធ្វើប្រាសាទថ្មីខ្លួនឯងឲ្យទុកតជំនាន់កូនចៅខ្លួនឯងសាក្រោយទៀតទៅមើលចាំបាច់ចង់បានប្រាសាទរបស់ខ្មែរទៅធ្វើស្អីបើបកែម្លឹងនេះបងប្អូនគិតមើលហើយអានេះភាសាតាបងប្អូនគ្រាប់ផ្លោងកំតិចខ្ទេចថ្មឲ្យអស់អាលេងហ្មងគាត់ថាផ្គុំស្រួលទៅដូចប្រាសាទផ្សេងដែលគាត់ធ្លាប់ផ្គុំមានន័យថាវាគ្រាន់តែអាលេសថ្មចេញពីគ្នាលើកយកមកផ្គុំអីចឹងណាអាដុំណាដែលបាត់ចឹងទៅក៏ចាក់ស៊ីម៉ង់យកទៅដាក់សោកចូលថែមអីចឹងណាអានេះគឺវាម៉ត់ឆឹងហ្មងបងប្អូនកំពូលពីលើមកអាគ្រាប់ផ្លោងហ្នឹងគឺវាកំតិចដុំថ្មប្រាសាទបែកតិចខ្ទីអស់ហ្មងហើយគាត់នៅអួតថាកុំបារម្ភកូនធ្វើបាន